បញ្ហាទឹកនោមផ្អែមជាបញ្ហាដែលយើងតែងតែព្រួយបារម្ភដែលវាអាចវិលវិវត្តទៅជាបញ្ហាធ្ងន់ធ្ងរខូចតម្រងនោមនិងឈានដល់ដំណាក់កាលលាងឈាមហើយបញ្ហាមួយចំនួនទៀតដែលអ្នកមានបញ្ហាទឹកនោមផ្អែមនឹងជួបប្រទះមានដូចជាបញ្ហាឈឺដៃឈឺជើងឈឺជង្គង់ឈឺត្រគាកឈឺឆ្អឹងខ្នងគាំងសន្លាក់លាន់ក្នុងសន្លាក់ហើមសន្លាក់ឬហើមមុខហើមដៃជើងឈឺចង្កេះឈឺឆ្អឹងខ្នងឈឺស្មាឈឺសាច់ដុំចុករោយពេញខ្លួនឈឺហើមដៃជើងរបួសក្រពើលើសអាស៊ីតអ៊ុយរិករោគសញ្ញាបញ្ហាទឹកនោមផ្អែមមានដូចជានោមញឹកស្រេកទឹកខ្លាំងអស់កម្លាំងធេងធងនិងឧស្សាហ៍វិលមុខខ្យល់ចាប់ជាដើមដែលធ្វើឲ្យមានបញ្ហាទឹកនោមផ្អែមក៏ដោយសារតែការទទួលទានអាហារប្រៃពេកអែមពេកអ្នកឧស្សាហ៍ឡើងជាតិស្ករការគេងមិនបានគ្រប់គ្រាន់ stress មិនបានហាត់ប្រាណជាប្រចាំការអង្គុយធ្វើការយូរមួយកន្លែងបញ្ហាធាត់លើសជាតិខ្លាញ់ឬបញ្ហាឡើងទម្ងន់ខ្លាំងអ្នកមានបញ្ហាលើសឈាមនិងអ្នកមានបញ្ហាតម្រងនោមឬលំពែងជាដើមហើយលោកអ្នកធ្លាប់ប្រើផលិតផលអស់ជាច្រើនតែមិនទទួលបានផលដូចបំណងនិងមិនបានធូរស្បើយតើបញ្ហាទាំងនេះជាក្តីព្រួយបារម្ភរបស់លោកអ្នកមែនដែរឬទេឱសថបំប៉នសុខភាព V-Hope អាចដោះស្រាយរាល់បញ្ហាទាំងនេះបានយ៉ាងពូកែស័ក្តិសិទ្ធិនៅក្នុងប្រអប់តែមួយដែលផ្សំឡើងពីរុក្ខឱសថធម្មជាតិសំខាន់ៗចំនួន11មុខដែលផលិតឡើងតាមស្តង់ដារអន្តរជាតិធានាទាំងគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នធំៗដូចជា HACCP, SGS, GMP, ISO 9001:2008 FDA និង Halal លើសពីនេះទៅទៀតឱសថបំប៉នសុខភាព V-Hope អាចជួយដោះស្រាយបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃជួយប្រព័ន្ធប្រសាទឲ្យមានដំណើរការល្អគ្រប់គ្រងកម្រិតជាតិខ្លាញ់និងសម្ពាធឈាមការពារជំងឺទឹកនោមផ្អែមជំនួយថ្លើមបញ្ហារឺដូងបាតនិងបញ្ហាជាច្រើនផ្សេងទៀតបានយ៉ាងមានប្រសិទ្ធភាពសូមទំនាក់ទំនងលេខទូរស័ព្ទខាងក្រោមដើម្បីជួបជាមួយអ្នកជំនាញប្រឹក្សាពីសុខភាពដោយឥតគិតថ្លៃសុខភាពជារឿងចាំបាច់ខ្លាំងណាស់សូមកុំបណ្ដោយឲ្យបញ្ហាទឹកនោមផ្អែមដល់ដំណាក់កាលលាងឈាមបងណាគេគាត់ឈឺដូចខ្ញុំអញ្ចឹងយើងឡើងជាតិឆ្កយើងក៏ហាយបាត់ជើងក៏ហាយបាត់ជើងលក្ខណៈមិនហៅថាក៏ហាយប្លែកហ្មងហាយទាំងយប់ទាំងថ្ងៃនេះហូបអាហ្នឹងបាត់នេះតាមដានមើលក្នុង Facebook ហ្នឹងគេហៅ V-Hope ណា V-Hope ខ្ញុំហូបអាហ្នឹងអស់តែពីហ្នឹងមកពីប្រអប់ហ្នឹងវាមួយខែខ្ញុំលេបបានតែ5ថ្ងៃខ្ញុំដឹងបាត់ហ្មងដឹងអន់ហ្មងជាប្រវត្តិទូទាំងប្រទេសដែលមានអាការៈដូចខ្ញុំឈឺសាច់ដុំឈឺសន្លាក់ដៃជើងជង្គង់ធ្នូផ្អែមហើយក្តៅក្រហាយបាត់ជើងហូបថ្នាំនេះមិនខំបំណងទេនឹងជាដូចខ្ញុំដែលមានជំងឺដូចខ្ញុំប្រចាំកាយដូចឈឺដូចខ្ញុំធានាយ៉ាងច្រើនអស់3ប្រអប់ទេនឹងទទួលស្គាល់ខ្ញុំនិយាយមិនថាឃោសនាឲ្យក្រុមហ៊ុនអីទេគឺខ្ញុំជា